សួស្តីបងប្អូនបាទចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការបាទទៅ generate បាទសំឡេងនៅលើ Tool Speak Pro version 4.6 របស់យើងគឺយើង generate បាទយកតែសំឡេងឲ្យវាអានឯកសារ SRT ទៅជាសំឡេងបាទអញ្ចឹងដើម្បីធ្វើបានបងប្អូនបាទចុចកន្លែង SRT នេះមកដើម្បីទៅរកឯកសារ SRT របស់យើងអញ្ចឹងបញ្ជាក់បងប្អូនបាទត្រូវតែយកឯកសារ SRT ភាសាខ្មែរតែយើងអាច generate វាទៅជាសំឡេងភាសាខ្មែរបានអូខេអញ្ចឹងបងប្អូនត្រូវឯកសារ SRT ភាសាខ្មែររបស់បងប្អូនមកបាទចុចលើ SRT នោះរួចបងប្អូនចុចពាក្យ Open នោះបងប្អូននឹងឃើញបាទឯកសារ SRT បងប្អូនហ្នឹងគឺនៅលើផ្ទាំងនេះតែម្ដងដែលមានអក្សរភាសាខ្មែរបែបនេះបាទដែលមាន time code ច្បាស់លាស់បែបនេះបន្ទាប់មកបងប្អូនមើលកន្លែងលេខរៀងកន្លែង speaker បាទនៃសំឡេងតួអញ្ចឹងបើសំឡេងបើកន្លែង speaker នេះលេខ1បាទសំឡេងវាត្រូវនឹងលេខ1បាទបើលេខ2វាត្រូវនឹងលេខ2បងប្អូនមើលកន្លែងហ្នឹងបងប្អូនក៏អាចកែបាទសំឡេងលេខ1នេះទៅជាសំឡេងលេខ2បានដូចគ្នាតែបងប្អូនគ្រាន់តែចុច swipe កន្លែងនេះបានន័យថាបងប្អូនចង់បដូរបាទសំឡេងលេខប៉ុន្មានទៅសំឡេងលេខប៉ុន្មានឧទាហរណ៍ថាខ្ញុំបដូរសំឡេងលេខ1បាទលេខ1រើសលេខ1មកទៅសំឡេងលេខ2បាទសំឡេងតួប្រុសអញ្ចឹងបងប្អូនរើសនេះគឺលេខ2មករួចបងប្អូនចុចពាក្យ swipe បាទនៅពេលដែលបងប្អូនចុចពាក្យ swipe បែបនេះគឺវានឹងបដូរបាទspeaker ដែលមានលេខ1ហ្នឹងបាទបន្ទាត់ណាដែលមានលេខ1គឺវានឹងបដូរទៅកាន់លេខ2ទាំងអស់តែម្ដងបាទនេះបងប្អូនបាទខ្ញុំ scroll lênមើលអញ្ចឹងគ្រប់បន្ទាត់ទាំងអស់វានឹងបដូរទៅកាន់លេខ2តែម្ដងអញ្ចឹងការបដូរនេះគឺយើងបដូរលេខបាទបដូរលេខរបស់តួបាទអញ្ចឹងបងប្អូនចង់បដូរមកតួស្រីបងប្អូនគាត់ដែរ swipe ពីលេខ2បាទទៅលេខ1វិញទៅនោះវានឹងបដូរទៅកាន់បាទសំឡេងលេខ1វិញហើយអញ្ចឹងលេខ1របស់យើងគឺតួស្រីបាទលេខ2គឺតួប្រុសអញ្ចឹងបងប្អូនអាចកំណត់សំឡេងបានបងប្អូនអាចចុចកន្លែងកែសំឡេងនេះមកបាទវានឹងលោតផ្ទាំងបាទ edit voice preset នេះតែម្ដងអញ្ចឹងបងប្អូនអាចកំណត់ preset សំឡេងរបស់តួនីមួយៗបានអូខេដល់ preset លេខ1បាទលេខ speaker លេខ1ហ្នឹងគឺបាទយើងដាក់ថាតួស្រីបាទសំឡេងស្រីមុំបងប្អូនអាចដូរបានបាទនៅក្នុងនេះគឺមានបាទសំឡេងជាច្រើនទៀតបាទដែលបងប្អូនអាចដូរបានអញ្ចឹងទៅលើ speed តិចទាបបំផុតគឺយើងដាក់ถึง10បងប្អូនបាទគួរតែដាក់ប៉ុណ្្នឹងដែរទៅដាក់ default បែបហ្នឹងទៅគឺល្អហើយបងប្អូនអញ្ចឹងកន្លែងសំឡេងធំតូចបាទសំឡេងធំតូចខ្ញុំដាក់ត្រឹម5បើ volume វាបើក7កន្លែងបាសនេះបាទបាសនេះដក5ខ្ញុំសូមដាក់ត្រឹមដក2បានហើយបាទកន្លែង echo បាទសូមធំយកប៉ុណ្្នឹងចុះបាទ EQ គឺសំឡេងឲ្យភាពច្បាស់ល្អបងប្អូនអាចរើសបានបាទពីលេខ1ដល់លេខ3បើសិនជាបងប្អូនមិនចង់បាន EQ ទេបងប្អូនដាក់លេខ0ទៅបាទឥឡូវខ្ញុំសូមរើសលេខ2រួចបងប្អូនអាចធ្វើការចុច test ស្ដាប់សំឡេងបានបើសិនជាបងប្អូនពេញចិត្តបងប្អូនអាចចុច save setting ឡើងនេះបានអញ្ចឹងយើង test ស្ដាប់សំឡេងសិនទៅសួស្តីនេះជាការតេស្តសំឡេងរបស់ខ្ញុំអូខេឥឡូវសំឡេងនេះខ្ញុំពេញចិត្តហើយខ្ញុំយកប៉ុណ្ណឹងបាទអញ្ចឹងបើសិនជាបងប្អូនចង់កំណត់បែបណាទៀតបងប្អូនអាចតេស្តកំណត់បានស្រឡាញ់បងប្អូនកំណត់តួហើយបងប្អូនកំណត់ speed បាទកំណត់ទៅលើ pitch បាទកំណត់ទៅលើ volume ទៅលើ bass បាទទៅលើ EQ អីហ្នឹងបងប្អូនកំណត់ឲ្យហើយទៅឬបងប្អូនអាចចុច test ស្ដាប់បានអញ្ចឹងនៅពេលដែលបងប្អូនបានកំណត់ preset រួចរាល់ហើយបងប្អូនចុចបាទ save setting នេះមកបាទអញ្ចឹងវានឹងបាទធ្វើការ save setting រួចរាល់ហើយអញ្ចឹងខ្ញុំនឹងបង្ហាញចំណុចសំខាន់ជាងគេមួយទៀតគឺទៅលើ auto speed បាទនេះគឺ auto speed អញ្ចឹង auto speed បងប្អូនត្រូវតែ tick វាបែបនេះឃើញសញ្ញាខ្វែងបែបនេះបាទកន្លែងលេខនេះបងប្អូនបើសិនជាបងប្អូនធ្វើវីដេអូប្រភេទសម្រាយបាទប្រភេទរឿងសម្រាយបងប្អូនគួរដំឡើងកន្លែងហ្នឹងតិចទៅបាទដំឡើងដល់លេខ60បាទ60ឬក៏65អីទៅបើសិនជាករណីបងប្អូនធ្វើជាប្រភេទវីដេអូសម្រាយបើសិនជាបងប្អូនធ្វើបាទធ្វើវីដេអូធម្មតានិយាយគ្នាធម្មតាទេបងប្អូនដាក់ត្រឹមលេខ50ហ្នឹងក៏បានដែរអញ្ចឹងបន្ទាប់ពីយើងបានបាទកំណត់ទៅលើ preset តួអង្គបានន័យថាយើងជ្រើសរើសសំឡេងរបស់វីដេអូរបស់យើងហ្នឹងយកតួអង្គមួយណាបងប្អូនមើលកន្លែងលេខនេះទៅបាទបើសិនជាលេខ1តួអង្គលេខ1នេះគឺតួស្រីដែលយើងបានកំណត់មិញហ្នឹងបើសិនជាលេខ2បាទតួប្រុស
នឹងលេខរៀងផ្សេងទៀតអញ្ចឹងទៅឥឡូវខ្ញុំសូមយកតួប្រុសវិញបាទខ្ញុំចង់បានតួប្រុសវិញហើយខ្ញុំបដូរពី speaker លេខ1បាទទៅលេខ2វិញអូខេនេះវាបានបដូរទៅអស់ហើយបន្ទាប់ពីយើងបានកំណត់ប៉ុណ្ណឹងហើយបាទយើងគ្រាន់តែចុចកន្លែង generate auto នេះមកដើម្បីឲ្យវាអានទៅជាសំឡេងបាទចុចលើនឹងមករួចបងប្អូនធ្វើការបាទសរសេរឈ្មោះដើម្បីចំណាំថាសំឡេងយើងនឹងឈ្មោះអីបាទឧទាហរណ៍យើងដាក់ថា test ទៅបាទ test underscore voice បាទខ្ញុំដាក់នេះដើម្បីចំណាំថាបាទនេះជាការសាកល្បងរួចបងប្អូនចុច save មកវានឹងចាប់ផ្ដើមបាទអាន subtitle របស់យើងទៅជាសំឡេងស្វ័យប្រវត្តិតែម្ដងអញ្ចឹងចំពោះសំឡេងទាំងអស់នេះនៅពេលដែលវាអានចប់រួចរាល់គឺបងប្អូនយកទៅដាក់ក្រោមវីដេអូទៅគឺត្រូវមកតួតែម្ដងបាទគឺយើងបានបំលែងវាទៅជាសំឡេងរួចរាល់បាទអូខេឥឡូវសំឡេងយើងបាន generate ចប់រួចរាល់ហើយអញ្ចឹងនៅពេលដែលសំឡេង generate ចប់គឺបងប្អូនទៅមើលបាទនៅក្នុង folder ដែលបងប្អូនបាន save អំបញ្ញមិញនេះបាទនៅពេលដែលវា load បាននេះគឺបានន័យថាវាបានអានទៅជាសំឡេងចប់ហើយអញ្ចឹងបងប្អូនត្រូវចូលទៅកាន់ folder ដែលបងប្អូនបាន save មិញហ្នឹងបាទចូលមកបងប្អូនបាទខ្ញុំ save នៅក្នុង folder download បាទខ្ញុំទៅរកសំឡេងរបស់ខ្ញុំមិញហ្នឹងខ្ញុំដាក់ថា test បាទ test ដូចជា underscore voice បងប្អូនសំឡេងមួយនេះអូខេអញ្ចឹងវីដេអូរបៀបនៃការបាទ generate subtitle ទៅជាសំឡេងបាទគឺមានតែប៉ុណ្្នឹងទេសម្រាប់បងប្អូនយើងដែលចង់បានតែសំឡេងអូខេបងប្អូនអាចធ្វើតាមវិធីនេះបានអញ្ចឹងជាចុងក្រោយនៃវីដេអូនេះខ្ញុំបាទសូមអរគុណបាទសូមគោរពលា